វិន័យនឹងធ្វើឲ្យអ្នកនៅឯកាមិនមែនព្រោះអ្នកល្អជាងគេទេប៉ុន្តែព្រោះអ្នកខុសពីគេមនុស្សភាគច្រើននិយាយថាពួកគេចង់ជោគជ័យចង់មានវិន័យចង់មានការផ្លាស់ប្ដូរប៉ុន្តែការពិតគឺពួកគេគ្រាន់តែចង់បានភាពងាយស្រួលប៉ុណ្ណោះពួកគេចង់បានលទ្ធផលដោយមិនមានការផ្លាស់ប្ដូរមិនប្ដូររបៀបរស់នៅមិនប្ដូរមិត្តភក្តិមិនប្ដូរទម្លាប់ហើយនោះហើយគឺជាការបោកប្រាស់ខ្លួនឯងពេលអ្នកចាប់ផ្ដើមមានវិន័យជីវិតអ្នកនឹងផ្លាស់ប្ដូរអ្នកនឹងភ្ញាក់ពីព្រឹកជាងមុនអ្នកផ្ដោតច្រើនជាងមុនអ្នកខ្ជះខ្ជាយពេលវេលាតិចជាងមុនហើយភ្លាមនោះអ្នកនឹងពិបាកនឹងសម្របសម្រួលជាមួយមនុស្សនៅជុំវិញខ្លួនការសន្ទនាប្រែប្រួលអាទិភាពប្រែប្រួលបរិយាកាសក៏ប្រែប្រួលនោះមិនមែនពិភពលោកផ្លាស់ប្ដូរទេប៉ុន្តែអ្នកបានផ្លាស់ប្ដូរហើយខណៈដែលអ្នកដទៃកំពុងតែចុចអូសទូរស័ព្ទអ្នកកំពុងតែធ្វើការខណៈដែលអ្នកដទៃកំពុងតែបន្ទោសអ្នកនេះអ្នកនោះបញ្ហាសង្គមបញ្ហាគ្រួសារអ្នកកំពុងសាងសង់សំ ខណៈអ្នកដទៃកំពុងតែច្របូកច្របល់អ្នកកំពុងតែផ្ដោតលើកិច្ចការរបស់ខ្លួនហើយពួកគេនឹងសង្កេតឃើញរឿងទាំងនោះអ្នកខ្លះនឹងសួរអ្នកខ្លះនឹងសើចអ្នកខ្លះនឹងនិយាយថាអ្នកតឹងរឹងជាមួយខ្លួនឯងពេកហើយអ្នកខ្លាំងពេកអ្នកហួសពេកទុកឲ្យពួកគេនិយាយចុះពួកគេមិនបានឃើញនៅសង្គ្រាមក្នុងខ្លួនអ្នកដែលអ្នកកំពុងតែប្រយុទ្ធជារៀងរាល់ថ្ងៃនោះទេអ្វីដែលលំបាកបំផុតនោះមិនមែនជារឿងជាមួយអ្នកដទៃឬពួកគេនោះឡើយគឺជាមួយនឹងខ្លួនអ្នកផ្ទាល់ចិត្តមួយរបស់អ្នកដែលចង់បានភាពងាយស្រួលចង់ដេកបន្តិចទៀតចង់ពន្យាពេលចង់សប្បាយបន្តិចទៀតសំឡេងនោះចិត្តនោះមិនដែលបាត់ទៅណាទេអ្នកគ្រាន់តែឈប់ស្ដាប់វាហើយរាល់ថ្ងៃដែលអ្នកជ្រើសរើសវិន័យអ្នកកំពុងតែឈ្នះសង្គ្រាមនោះស្ងាត់តែធំធេងអ្វីដែលមនុស្សភាគច្រើនមិនយល់គឺវិន័យមិនត្រឹមតែផ្លាស់ប្ដូរលទ្ធផលអ្នកទេវាផ្លាស់ប្ដូរអត្តសញ្ញាណអ្នកនឹងក្លាយជាមនុស្សស្ងប់ស្ងាត់ជាងមុនផ្ដោតខ្លាំងជាងមុនច្បាស់លាស់ជាងមុនអ្នកមិនត្រូវការទទួលស្គាល់ពីអ្នកដទៃអ្នកមិនត្រូវការលើកទឹកចិត្តពីអ្នកដទៃអ្នកគ្រាន់តែធ្វើវាប្រកបណាស់វិន័យនឹងធ្វើឲ្យអ្នកនៅឯកាប៉ុន្តែនោះមិនមែនជារឿងអាក្រក់ទេវាបំបត្តិនៅសម្លេងរំខានទាំងឡាយវាបំបត្តិនៅភាពច្របូកច្របល់វាបំបត្តិនៅមនុស្សដែលមិនស័ក្តិសមជាមួយអ្នកហើយអ្វីដែលនៅសល់គឺភាពច្បាស់លាស់និងការរីកចម្រើនដូច្នេះកុំខ្លាចការនៅឯកាតែគួរខ្លាចនៅការដែលនៅដដែលព្រោះភាពងាយស្រួលនឹងធ្វើឲ្យអ្នកព្រមទទួលយកនូវភាពនៅដដែលប៉ុន្តែវិន័យនឹងធ្វើឲ្យអ្នកមានការរីកចម្រើនមានអំណាចពិតប្រាកដជ្រើសរើសឲ្យបានច្បាស់លាស់សម្រាប់ជីវិតអ្នក